បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានគំរូរថយន្ត Lexus NX 200T បាទឆ្នាំ2016យកមកបង្ហាញជូនពុកម៉ែបងប្អូនណាមួយគ្រឿងនេះជាគៀងគុជ3គ្រាប់បាទយ៉ាន់ប្រភេទរង្វង់18អ៊ីងបាទ S Sport សម្បកថ្មី4គ្រាប់ពុកម៉ែបងប្អូនណានេះជា logo F Sport បាទអញ្ចឹងមួយគ្រឿងនេះជាប្រភេទ Lexus NX 200T ឆ្នាំ2016 S Sport Zin ពុកម៉ែបងប្អូនណាម្ចាស់ដើមទី1ជាប្រភេទរថយន្តស្លាកលេខភ្នំពេញ 2CE ភ្ជាប់មកជាមួយនឹងកាមេរ៉ាខាងក្រោយស៊ីនបាទកន្លែងនេះជាតែម S Sport នៅទ្វារទី5របស់វាណាបងប្អូនអញ្ចឹងមានផ្ពាល់ឆ្វេងស្ដាំហើយនឹងទ្វារទី5វាបិទអក្សរ S Sport បាទជាប្រភេទ data ខាងក្នុងខ្មៅពុកម៉ែបងប្អូនណាខ្មៅបាទស្បែកខាងក្នុងគឺស្បែកខ្មៅជាមួយនឹងស្បែកពូកបាទជាប្រភេទដូចកៅអីស្ពណ៌អញ្ចឹងណាបងប្អូនបាទកឡូមបាទមើលមកប៉ណ្ណិតណាពុកម៉ែបងប្អូនហើយបាទប្រភេទ S Sport នេះកៅអីចុចទាំងខាង passenger និងខាង driver បាទមានកៅអីចុចសងខាងយើងបន្តមកមើលផ្នែកខ្សែខ្យងបាតខាងក្រោមពុកម៉ែបងប្អូនបាទជាប្រភេទឡានស្អាតពុកម៉ែបងប្អូនណាបាទប្រភេទបាតអត់មានច្រេះមានពុកទេខ្សែខ្យងបាតថ្មីពុកម៉ែបងប្អូនបាទហើយសម្រាប់ផ្នែកខាងក្រោយនេះពុកម៉ែបងប្អូន sensor វា4គ្រាប់ណា sensor ខាងក្រោយ4គ្រាប់បាទ sensor ខាងមុខ4គ្រាប់ណាហើយកន្លែងដាក់អីវ៉ាន់ផ្នែកខាងក្រោយទលាយល្អអាចដាក់អីវ៉ាន់បានច្រើនមាននៅកម្រាល Lexus អានេះកម្រាលសៀនជាប់ឡានមកពុកម៉ែបងប្អូនបាទស្អាតណាក្រាស់ល្អមែនតើហើយយើងដាក់ប្រភេទទឹកសើមអីអត់ងាយទេបាទងាយជ្រាបទេប្រភេទគូតខាងក្រោយអូតូបាទទ្វារទី5វាអូតូគូតក្រោយបាទបន្តមកមើលអេតាផ្នែកខាងក្រោយ driver បាទឡាយនៅកបោនសៀនមកបាទហើយកន្លែងនេះមានកន្លែងដាក់កែវទឹកកន្លែងអាមរ៉េះណាពុកម៉ែបងប្អូនមានសមាជិកច្រើនយើងបត់វាទៅលើទៅបាទភ្ជាប់មកជាមួយនឹងម៉ាស៊ីនត្រជាក់ខាងក្រោយបាទអញ្ចឹងអ្នកខាងក្រោយត្រជាក់ដូចអ្នកខាងមុខដែរត្រជាក់ស្រាប់ពុកម៉ែបងប្អូនណាត្រជាក់ចង់កកបាទពុកម៉ែបងប្អូនដែលចាប់អារម្មណ៍ប្រភេទ Lexus NX 200T នេះមកមើលមួយគ្រឿងនេះបានបាទមួយគ្រឿងនេះ option របស់វាប្រភេទ5បេតុងពុកម៉ែបងប្អូនមាន sensor បន្លាញ sport auto cruise កម្ដៅចកោតជាមួយនឹង preclusion បាទប្រាំងស្វ័យប្រវត្តិណាបាទមាន radar អញ្ចឹង option កប់បាទប្រភេទ5បេតុងតុង1នេះ option កប់កន្លែងនេះជា logo S Sport កម្រាលជើងដែកបាទឈ្នន់ហ្វ្រាំងឈ្នន់ហ្គាដែកពុកម៉ែបងប្អូនណា S Sport បាទមានភ្ជាប់មកជាមួយនឹង option pedal shift បាទ option sin បាទថែមថយលេខដៃបានបាទកន្លែងនេះជា radar បេតុង radar ចាប់ល្បឿនបាទចាប់ល្បឿនឡើងខាងមុខគេហៅ preclusion មាននៅ mouse pad option eco mode normal mode ជាមួយនឹង sport mode សម្រាប់ឡើងវ៉ាឆេងពុកម៉ែបងប្អូនណាកាមេរ៉ាខាងក្រោយបាទសម្រាប់កាមេរ៉ាខាងក្រោយអាចរេតាមចកោតយើងបួងចកោតបានពុកម៉ែបងប្អូនណាវារេឆ្វេងរេស្ដាំបាទយើងស្រួលយើងដឹងថាកង់ឡានយើងបត់ទៅណាណាហើយសម្រាប់ដបូលគឺដបូលបើកបាទពុកម៉ែបងប្អូនប្រភេទ S Sport នេះគឺក្លាប់ពងដបូលជាមួយនឹងបាំងថ្ងៃវាគឺខ្មៅក្រឹបតែម្ដងមើលទៅបណ្ឌិតណាបងប្អូនហើយបាទអញ្ចឹងប្រភេទ S Sport Zin មើលទៅស្អាតមែនតើណាកៅអីកឡូមដូចឡាន Sport អញ្ចឹងមាននៅ memory set បាទប្រភេទកៅអីចុច set ណាបន្លាញ sport បាទ option ច្រើនមកគ្រឿងនេះហើយបន្តមកមើលផ្នែកខាងមុខនេះពុកម៉ែបងប្អូនណាផ្នែកខាងមុខផ្នែកខាងប្លុកម៉ាស៊ីនបាទភ្លឹងតែម្ដងពុកម៉ែបងប្អូនហើយបាទឡានម្ចាស់ដើមទី1បាទគាត់ប្រើតិចមែនតើបាទខ្សែខ្យងនៅថ្មីបាទថ្មីដូចចដាស់ពុនអញ្ចឹងពុកម៉ែបងប្អូនណាសម្រាប់តម្លៃគឺ34,900បាទគិតជូនក្រោម35,000បាទ34,900ពុកម៉ែបងប្អូនចាប់អារម្មណ៍តំណងមកឲ្យលឿនបន្តិចបាទ016បាទ S Sport Zin គុជ3ណាហើយពុនផ្លូវមួយឆ្នាំ 15,000 រៀលទេកម្រិតទីសាំង100គីឡូប្រហែលជា7-8លីត្រទេបាទអរគុណពុកម៉ែបងប្អូនចាប់អារម្មណ៍តាក់ទងមកអរគុណច្រើន